ចាបងប្អូននេះខ្ញុំបង្ហាញពីរបៀបលាងម៉ាស៊ីនកិនចម្អិនទឹកសណ្តែកបងប្អូនចាយើងដាក់ទឹកពាក់កណ្ដាលម៉ាស៊ីនទៅយើងចុចបើកម៉ាស៊ីនហើយយើងរើសរកមុខងារដាក់ស hot clean បងប្អូនហើយមានរូបតំណក់ទឹកបានន័យថាយើងលាងទឹកក្តៅដាំទឹកក្តៅលាងហ្នឹងអញ្ចឹងយើងចុចលើហ្នឹងហើយចាចេញនាទី3នាទីអញ្ចឹងការលាងសម្អាតហ្នឹងគឺ3នាទីអញ្ចឹងយើងចុចម៉ាស៊ីនដំណើរការអូខេទៅនេះវាចាប់ដើមក្លុកលាងបងប្អូនក្លុកលាងហើយមួយផ្លេតហ្នឹងវាបិទហើយវាដាំទឹកដល់ពេលទឹកពុះក្តៅទៅវាក្លុកលាងនៅក្នុងហ្នឹងអញ្ចឹងដល់ពេលគ្រប់3នាទីវាបិទហើយបងប្អូននេះបិទហើយអញ្ចឹងយើងយកអាច្រាស់ដែលក្នុងម៉ាស៊ីនហ្នឹងគេថែមឲ្យពេលយើងទិញទៅមានច្រាស់នេះយើងយកច្រាស់ហ្នឹងទៅដុសទៅជាប់អីក៏ចេញអស់ដែរបងប្អូនជាប់អាសដែកស្អិតអីហ្នឹងចាបងប្អូនអញ្ចឹងស្រួលប្រើស្រួលលាងបងប្អូនយើងមិនបាច់យកទៅដុសលាងនៅក្នុងឡាបូអីទេយើងលាងទៅហើយក៏យើងមិនបាច់លាងសាប៊ូអីដែរបងប្អូនគ្រាន់តែទឹកក្តៅពុះហ្នឹងវាងាប់មេរោគអស់ហើយយើងលាងតែប៉ុណ្្នឹងទៅស្អាតហើយចំពោះគម្របយើងយកទៅដុសលាងសាប៊ូអីធម្មតាមានតាចាសួស្តីអតិថិជនក្រោយពេលខ្ញុំបានប្រើម៉ាស៊ីនកិនទឹកសណ្តែកនេះមកគិតថាបងប្អូនគួរតែមាននៅផ្ទះមួយម្នាក់អញ្ចឹងម៉ាស៊ីននេះស្រួលប្រើងាយស្រួលខ្លាំងមែនទែនបងប្អូនសុខភាពជាចម្បងយើងអាចញ៉ាំទឹកសណ្តែកញ៉ាំទឹកពោតឬក៏ដាំបបរកូនងាអញ្ចឹងធញ្ញជាតិផ្លែឈើបន្លែឆៅដែលយើងចង់ឲ្យឆ្អិនយើងចង់ញ៉ាំឆ្អិនអាចយកមកធ្វើនៅក្នុងម៉ាស៊ីននេះបានគឺកិនហើយចម្អិននៅក្នុងនឹងតែម្ដងចាហើយជាក់ស្ដែងនេះខ្ញុំធ្វើទឹកសណ្តែកញ៉ាំគឺលឿនបងប្អូនប្រើពេលតែ36នាទីគឺឆ្អិនរួចរាល់ហើយរសជាតិឈ្ងុយឆ្ងាញ់ជាបងប្អូនដល់អញ្ចឹងទៅឥឡូវធ្វើញ៉ាំរាល់ព្រឹកល្ងាចឡើងត្រាំសណ្តែកចោល2កំប៉ុងជួ2កំប៉ុងហ្នឹងស្អែកឡើងរីកបាន4-5កំប៉ុងខ្នាតកែវហ្នឹងយើងធ្វើម្ដងបាន1លីត្រ7ហើយសណ្តែកដែលខ្ញុំត្រាំប៉ុណ្ណឹងគឺធ្វើល្មមមកម៉ាស៊ីនហ្នឹងហើយមិនរាវពេកមិនខាប់ពេកឆ្ងាញ់ហ្មងបងប្អូនតែបើសិនជាបងប្អូនចូលចិត្តរាវជាងហ្នឹងបងប្អូនអាចដាក់ត្រឹមតែ1កំប៉ុងសណ្តែកកន្លះក៏បានដែរយើងត្រាំតែ1កំប៉ុងកន្លះក៏បានតែសម្រាប់ខ្ញុំប៉ុណ្ណឹងឆ្ងាញ់បងប្អូនឈ្ងុយសណ្តែកស្រស់ថ្មីឈ្ងុយឆ្ងាញ់អញ្ចឹងឥឡូវនេះខ្ញុំបង្ហាញពីរបៀបប្រើបងប្អូនអញ្ចឹងក្រោយពេលយើងដាក់សណ្តែកដាក់ទឹករួចរាល់ហើយយើងបិទគម្របហើយគម្របហ្នឹងបងប្អូនទាញវាឲ្យចូលក្នុងកន្លាក់បងប្អូនអញ្ចឹងយើងទាញគម្របវាត្រូវកន្លាក់អស់ហើយអញ្ចឹងយើងចាប់ផ្ដើមចុចចម្អិនចាប៊ូតុងមួយនេះគឺបើកម៉ាស៊ីនផង stop ផង start ផងអញ្ចឹងយើងគ្រាន់តែបើកម៉ាស៊ីនគឺលោតទៅចម្អិនទឹកសណ្តែកចាមនុយត្រង់ហ្នឹងគឺចម្អិនទឹកសណ្តែកលឿនអញ្ចឹងចម្អិនលឿនវាអត់សូវឆ្ងាញ់ទេយើងយកចម្អិនយឺតវិញចាអញ្ចឹងយើងងាកមករកមនុយដើម្បីដូរចាចម្អិនយឺតឆ្ងាញ់គឺស្ថិតនៅខ្ទង់ទី2វិញរួចរាល់ហើយយើងចុចប៊ូតុង start ដំណើរការចាដំណើរការដំបូងហ្នឹងគឺភ្លើងលោតចុះលោតឡើងអញ្ចឹងចាប៉ុណ្ណឹងហើយយើងមិនបាច់ធ្វើអីទេបងប្អូនយើងទុកចោលរហូតដល់ខ្វះ26នាទីទៀតឆ្អិនទៅម៉ាស៊ីនហ្នឹងលោតលេខ26ខ្លួនឯងចាហើយលោតលេខ26ហ្នឹងគឺខ្ញុំអត់បានថតទេមកបានថតត្រឹមលេខ22អញ្ចឹងដល់សល់22នាទីទៀតឆ្អិនអញ្ចឹងម៉ាស៊ីនវាจะលោតថយឲ្យកិនដាំពុះថយខ្លួនឯងកិនអញ្ចឹងណាបងប្អូនរហូតដល់ពេលឆ្អិនគឺលោតបិទខ្លួនឯងហ្មងស្រួលណាបងប្អូនស្រួលប្រើអញ្ចឹងបងប្អូនម៉ាស៊ីននេះអញ្ចឹងសរុបទៅ36នាទីឆ្អិនរួចរាល់បងប្អូនចាហើយម៉ាស៊ីននេះក៏វាមិនមែនកិនរហូតដែរបងប្អូនវាកិនផែ1នាទីអញ្ចឹងទៅឈប់ទៅហើយដាំពុះអញ្ចឹងទៅនាទីជាដើរអញ្ចឹងទៅលោតមកកិនទៀតទៅកិនមួយផ្លេតទៀត1នាទីអីទៀតអញ្ចឹងទៅក៏វាបិទទៅលោតកិនអីតែខ្លួនវានឹងឯងយើងដឹងដល់ម៉ោងឆ្អិនញ៉ាំបដ ாய் ចាអញ្ចឹងឥឡូវនេះដល់ម៉ោងហើយឆ្អិនបងប្អូនម៉ាស៊ីនលោតបិទឆ្អិនហើយអញ្ចឹងបើបងប្អូនចង់ញ៉ាំក្តៅក៏បានចង់ញ៉ាំត្រជាក់ក៏បានយើងទុកឲ្យត្រជាក់ហើយយើងយកក្លាសេបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ទិញម៉ាស៊ីននេះប្រើអាចទំនាក់ទំនងតាមលេខទូរស័ព្ទ093553068លេខមាន Telegram ឬក៏ឆាតមក page ដើម្បីសួរព័ត៌មានបន្ថែមហើយនឹងទំនាក់ទំនងទិញចាសូមអរគុណ